ហូបនេះខ្ញុំចិត្តធ្វើញ៉ាំមែនតែនបងប្អូនដោយសារតែរបៀបធ្វើខ្ញុំគិតថាបងប្អូនដឹងតែចេះធ្វើគ្រប់គ្នាឯងពីព្រោះថាឆាតៅហ៊ូលាយសណ្តែកបដោះអីហ្នឹងណាគឺងាយស្រួលទេបងប្អូនណាចំណាយពេលត្រឹមតែ15នាទីទៅ20នាទីគឺយើងឆាបានញ៉ាំក្តៅហើយជាពិសេសសាច់តៅហ៊ូគឺយើងយកតៅហ៊ូដែលទន់ៗមិនណាងាយក៏លេចមកមើលពីរបៀបធ្វើរបស់ខ្ញុំជាដំបូងគេគ្រាន់តែយើងដាក់ខ្ទះនឹងឲ្យក្តៅសិនបន្ទាប់មកទៀតគឺខ្ញុំចាក់ប្រេងចូលមកតែប្រេងឡើងកម្ដៅក្តៅហើយគឺខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំចូលតកូរវាចុះឡើងឲ្យវាឡើងក្លិនឈ្ងុយចាប់ផ្ដើមដាក់ថែមស្ករត្នោតនឹងចូលតាមក្រោយទៀតខ្ញុំកូរស្ករនេះឲ្យវារលាយឡើងពណ៌ជើងក្រោមបន្តិចបន្ថែមទឹកត្រីចូលប្រេងខ្យងប៊ីចេងម្សៅស៊ុបហើយកុំភ្លេចជាមួយនឹងម្រេចម៉ដ្ឋហ្នឹងណាបងប្អូនគឺយើងដាក់ថែមបន្តិចទៅដើម្បីឲ្យគ្រឿងក្រៅទាំងអស់នេះវាកាន់តែមានក្លិនឈ្ងុយណារីឯសាច់វិញគឺខ្ញុំឆាបែបរៀងចម្រោះមុខតិចឲ្យបងប្អូនមានតាំងពីសាច់សុទ្ធផងថ្លើមកលៀនបង្គាហើយនឹងតៅហ៊ូចំពោះថ្លើមកលៀនអីនេះមុននឹងយកមកឆាគឺខ្ញុំបានស្រោចទឹកក្តៅចោលនៅខាងក្រៅខ្ទង់2នាទីចោលសិនដើម្បីកាត់ក្លិនឆ្អាបជាពិសេសពេលដែលយើងឆាឆ្អិនទៅគឺយើងស្និទ្ធញ៉ាំទៀតបន្ទាប់ពីខ្ញុំដាក់សាច់បង្គាចូលតៅហ៊ូគឺខ្ញុំឆាវាត្រឡប់ចោលត្រឡប់ឡើងប្រហែលជា4ទៅ5ត្រឡប់អីទេគឺវាចូលសព្វជាមួយនឹងគ្រឿងក្រៅអស់ហ្នឹងហើយបងប្អូនរីឯបន្លែវិញគឺមាន2មុខគឺខ្ញុំមានដូចជាសណ្តែកបដោះហើយនឹងផ្កាកញ្ឆាយពេលដែលខ្ញុំដាក់បន្លែចូលគឺខ្ញុំបើកភ្លើងឲ្យខ្លាំងណាបងប្អូនចំណុចហ្នឹងគឺសំខាន់មែនទែនពេលដែលយើងប្រើភ្លើងខ្លាំងយកមកឆាអញ្ចឹងធ្វើឲ្យបន្លែរបស់យើងនៅស្រួយហើយពណ៌បៃតងស្អាតទៀតហើយការឆាហ្នឹងគឺអត់យូរទេបងប្អូនប្រហែលជា3ទៅ4នាទីអីគឺវាសពាប់ជាមួយនឹងសាច់យើងអាចដួសយកមកញ៉ាំបានទេណាកុំឲ្យឆាវាឲ្យឆ្អិនជ្រុលបងប្អូនដោយសារតែសណ្តែកបដោះនិងផ្កាកញ្ឆាយនេះពេលដែលយើងឆាគឺវាងាយឆាប់នឹងទន់ណាអញ្ចឹងហើយយើងឆាមើលថាបានប៉ុណ្នេះអីគឺញ៉ាំឆ្ងាញ់ហើយបងប្អូនគឺវាមានជាតិផ្អែមណាហើយចំពោះតៅហ៊ូបងប្អូនចង់ឆាឲ្យឆ្ងាញ់ទិញតៅហ៊ូបែបរៀងទន់ៗដូចខ្ញុំអញ្ចឹងមកគឺមានជាតិណាឆានេះនៅពេលដែលខ្ញុំឆាគឺខ្ញុំបានថែមទឹកនៅក្នុងហ្នឹងឯណាបងប្អូនជាតិទឹកហ្នឹងគឺចេញពីបន្លែដែលយើងឆានឹងហ្មងណាគឺវាមានទឹកខាប់តិចៗបានញ៉ាំឆ្ងាញ់បើសិនជាយើងដាក់ទឹករៀងច្រើនឆាទៅក៏បាត់បង់រសជាតិដែរអញ្ចឹងហើយចំពោះការឆាបងប្អូនធ្វើម៉េចលៃលោកគ្រឿងផ្សំឲ្យត្រូវជាមួយនឹងបន្លែរបស់យើងមករីឯសាច់វិញគឺដាក់ចម្រោះមុខដូចខ្ញុំចេះទៀតកាន់តែឆ្ងាញ់ហ្មងចំពោះឆាតៅហ៊ូសណ្តែកបដោះហ្នឹងមួយមុខនេះមិនត្រឹមតែងាយស្រួលធ្វើទេរីឯគ្រឿងផ្សំវិញកាន់តែស្រួលរកទិញទៀតបងប្អូនអញ្ចឹងហើយសម្រាប់បងប្អូនខ្លះបើសិនជាគាត់នឹកម្ហូបអត់តាន់ឃើញកុំភ្លេចធ្វើមួយមុខនេះជូនគ្រួសារញ៉ាំផងណាចាឥឡូវនេះការបង្ហាញពីរបៀបធ្វើមុខម្ហូបរបស់ខ្ញុំគឺមានការបង្ហាញតែប៉ុណ្្នឹងទេជាងជួបគ្នានៅវីដេអូក្រោយទៀតអរគុណ